បាទសូមគោរពនឹងជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានមួយចង់ចែករំលែកបងប្អូនទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ1ត្រង់ចំណុចមុខមជ្ឈមណ្ឌលកំសាន្ត BS បាវិតគឺខ្ញុំក៏មិនបានឃើញហេតុការណ៍ផ្ទាល់ដែរគឺព្រឹកឡើងទើបខ្ញុំទៅឃើញទេគឺរថយន្ត Nissan មួយគ្រឿងរងការខូចខាតស្ទើរតែទាំងស្រុងផ្ទៃខាងមុខហើយអ្នកគ្រោះថ្នាក់ក៏មិនដឹងយ៉ាងម៉េចដែរព្រោះខ្ញុំមិនបានឃើញហេតុការណ៍ដែលកើតឡើងភ្លាមទេហើយក៏គ្មានប្រភពច្បាស់លាស់ឲ្យផ្ដល់ព័ត៌មានឲ្យខ្ញុំបានដឹងច្បាស់លាស់ដែរតែបើតាមការជាក់ស្ដែងនេះដូចឃើញស្រាប់ហើយរថយន្តគឺត្រូវខ្ទេចផ្នែកខាងមុខនឹងទាំងស្រុងតែម្ដងបើតាមការស្មានអ្នកបើកបរប្រហែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរហើយមើលទៅបាទថ្ងៃនេះគ្មានអីទេមានតែប៉ុណ្្នឹងចង់ចែកម្លែកបងប្អូនឲ្យបានដឹងអស់គ្នាគឺរថយន្តមួយគ្រឿងនេះមិនដឹងជាបុកជាមួយរថយន្តប្រភេទណាឬធុនណាទេតែដឹងតែនៅត្រង់ចំណុចមុខមជ្ឈមណ្ឌលកំសាន្ត BS បាទ